រដ្ឋបាលខេត្តសូមចូលរួមរំលែកទុក្ខដោយសែនក្រៀមក្រំចំពោះគ្រួសារសពដែលជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំបណ្ដាលឲ្យស្លាប់9នាក់គិតត្រឹមល្ងាចម៉ោង 18:30 នាទីថ្ងៃទី20 ខែវិច្ឆិកាឆ្នាំ2025នេះមានបងប្អូនប្រជាប្រដ្ឋរស់នៅខេត្តសៀមរាបដែលបានជិះរថយន្តក្រុងពីខេត្តសៀមរាបឆ្ពោះទៅរាជធានីភ្នំពេញបានជួបឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំដែលបណ្ដាលឲ្យស្លាប់បងប្អូនប្រជាប្រដ្ឋរស់នៅក្នុងខេត្តសៀមរាបចំនួន9នាក់ក្នុងនាមក្រុមប្រឹក្សាគណៈអភិបាលខេត្តមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តពិតជាសោកស្ដាយនិងសោកសង្រេចយ៉ាងខ្លាំងបន្ទាប់ពីបានទទួលដំណឹងដ៏រន្ធត់តក់ស្លុតឥតឧបមាដែលបានទទួលដំណឹងដ៏សែនក្រៀមក្រំចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ធំកាលពីយប់កន្លងទៅនេះយើងខៀងសូមចូលរួមសោកស្ដាយនិងរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយនឹងក្រុមគ្រួសារសពនិងសូមឲ្យវិញ្ញាណក្ខន្ធរបស់បងប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។